ដើមលើភាគនេះយើងបានឃើញថាកូនបិសាចត្រូវបានអាទូធ្វើបាបជាខ្លាំងដោយវាបាននិយាយថានៅលើលោកនេះគ្មានខ្មោចណាដែលអាចរត់ចេញពីកំដាប់ដៃរបស់វាបានទេដោយកូនបិសាចវាមិនអាចចាកចេញបានទេពីព្រោះមាននារីម្នាក់ឲ្យវានៅទីហ្នឹងហើយអាទូវាឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាអូនហ្នឹងវាមិនហ៊ានចាកចេញពីទីហ្នឹងបន្ទាប់មកកូនបិសាចវាបានរៀបរាប់រឿងរបស់វាដែលគួរឲ្យអាណិតប្រាប់ទៅទូឯកប្រុសប៉ុន្តែទូឯកប្រុសបែរជាធុញទៅដោយសារតែឈឹងស៊ីគេចង់ដឹងថាតើនាងហ្នឹងគឺជាណាដែលអត់ឲ្យកូនបិសាចវាចេញពីទីហ្នឹងដោយធុញនឹងកូនបិសាចដែលវារៀបរាប់ច្រើនពេកទូឯកប្រុសរបស់យើងក៏ចាប់បិទមាត់វាតែម្ដងដោយសារតែទូឯកប្រុសរបស់យើងធុញជាខ្លាំងដោយគេចង់ដឹងថាកូនបិសាចគឺជាប្រភេទបិសាចអីគេក៏ចុចទូរស័ព្ទហើយចុចទៅលើ app មួយដែលមានឈ្មោះថាយ៉ោចង្ស៊ីចូលមកទូគ្រាន់ណា app scan បិសាចក៏វាដាក់ឈ្មោះវាដែរពេលវាចុច scan បិសាចក៏វាប្រាប់ឲ្យកូនបិសាចនៅស្ងៀមកុំឲ្យទៅណាដើម្បីកុំឲ្យ app ពិបាក scan ហើយវាក៏បានដឹងថាកូនបិសាចគឺជាបិសាចដែលបានផាត់ពូជហើយដែលជាប្រភេទកម្រដែលពិបាកនឹងរកបានដូចនេះគេត្រូវឲ្យវាអភិរក្សដែល app បានសន្មតថាកូនបិសាចវាអាចនឹងផុតពូជនៅក្នុងសម័យបៃជាងដោយឈឹងស៊ីគេដឹងថាកូនបិសាចគឺជាបិសាចដែលចិត្តផុតពូជគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែបិសាចដែលចិត្តផុតពូជបានលក់នៅលើទីផ្សារងឹតបានពិតជាថ្លៃខ្លាំងណាស់ដែលកូនបិសាចវាដឹងថាអាទូឯប្រុសរបស់យើងចង់យកវាទៅលក់វាពិតជាភ័យខ្លាចជាខ្លាំងដោយសារតែវាមិនចង់ឲ្យគេយកវាទៅចាប់ស្ងោរស៊ីទេដោយឃើញកូនបិសាចវាភ័យខ្លាចខ្លាំងពេកទូឯប្រុសរបស់យើងក៏បានប្រាប់ទៅវាថាទោះបីជាវាមានតម្លៃច្រើនក៏ដោយក៏វាមិនយកកូនបិសាចទៅលក់ដែរមិញវាគ្រាន់តែនិយាយលេងតែប៉ុណ្ណោះហើយឈឹងស៊ីគេក៏បានប្រាប់ទៅកូនបិសាចទៀតថាវាមិនអាចកោបានទៀតទេដោយសារតែមានឈឹងស៊ីនៅក្បែរហើយឈឹងស៊ីគេក៏បានសន្យាថានឹងការពារកូនបិសាចមិនឲ្យបាត់បង់ទៅណាទេព្រមទាំងដាក់ឈ្មោះឲ្យកូនបិសាចឈ្មោះថាសាវហៃដែលជាហេតុធ្វើឲ្យកូនបិសាចរំភើបឡើងស្រក់ទឹកភ្នែកទៅហើយឈឹងស៊ីគេក៏បានសួរតែកូនបិសាចផងដែរថាតើកូនបិសាចនឹងចូលចិត្តឈ្មោះដែលវាដាក់ឲ្យឬអត់ហើយកូនបិសាចវាក៏បានឆ្លើយថាវាពិតជាចូលចិត្តណាស់ហើយរំភើបឡើងចង់ស្រក់ទឹកភ្នែកទៅហើយมันបានប្រមាណផងកូនបិសាចត្រូវបានយ៉ោឈឹងស៊ីចាប់ដាក់ទៅក្នុងក្រឡបាត់ទៅហើយវាក៏បានប្រាប់ផងដែរថាយ៉ោឈឹងស៊ីគឺជាមនុស្សអាក្រក់ដែលបានកុហកវាបន្ទាប់ពីចាប់កូនបិសាចរួចរាល់ក៏វាបានបើកទូរស័ព្ទដើម្បីរាយការណ៍ព័ត៌មានដោយទូរស័ព្ទបានសួរវាថាវាធ្វើបេសកកម្មជោគជ័យឬអត់ព្រមទាំងដាក់ប៊ូតុង2ដើម្បីឲ្យវាចុចមួយជោគជ័យនិងមួយទៀតមិនជោគជ័យប៉ុន្តែយ៉ោឈឹងស៊ីវាបែរជាចុចប៊ូតុងមិនជោគជ័យទៅវិញហើយប្លង់គេក៏បានកាត់មកដល់ការដ្ឋានសាងសង់មួយកន្លែងដែលមានមនុស្សប្រទះឃើញកឡោបុរាណមួយព្រមទាំងនាំគ្នាដើរទៅមើលផងដែរហើយពួកកម្មករនៅទីនោះបានសួរថាតើកឡោមួយហ្នឹងវាមានមាសនៅក្នុងហ្នឹងដែរអត់តែអ្នកខ្លះថាកឡោមួយហ្នឹងគេដាក់ស្រាទៅវិញដើម្បីចង់ដឹងថានៅក្នុងហ្នឹងគឺជាអ្វីមានកម្មករម្នាក់បានដើរទៅបើកវាហើយកណាត់ដែលបានបិទពីលើកឡោមួយហ្នឹងមានដូចជាអក្សរយ័ន្តអ្វីម្យ៉ាងអញ្ចឹងបន្ទាប់ពីកម្មករនោះបានបើកគាត់ស្រាប់តែឈរនៅស្ងៀមធ្វើឲ្យគ្នារបស់គាត់ពិតជាឆ្ងល់យ៉ាងខ្លាំងភ្លាមនោះគាត់ក៏បានខ្លាចទៅជាសាកសពដោយសារតែមានអ្វីម្យ៉ាងបានស្រូបវិញ្ញាណរបស់គាត់ដើមនៅពេលនេះយើងបានឃើញថាមាននារីម្នាក់កំពុងតែ delivery ម្ហូបនៅតាមផ្លូវដែលកំពុងតែមានមេឃភ្លៀងមើលទៅនាងបានជិះម៉ូតូយ៉ាងលឿនស្រាប់តែពេលនោះមានអ្វីម្យ៉ាងបានហក់ចេញពីព្រៃមកតែនារីម្នាក់នោះមិនបានដឹងនោះទេដែលនាងកំពុងតែប្រញាប់ដឹកជញ្ជូនម្ហូបអាហារឲ្យគេស្រាប់តែពេលនោះនាងបានភ្លឹកហើយបានដួលម៉ូតូទៅដែលយើងបានសង្កេតឃើញថាมันមានអ្វីដែលនៅពាំងមុខរបស់នាងទេហេតុអ្វីបានជានាងដួលម៉ូតូយ៉ាងដូចនេះហើយយើងបានសង្កេតឃើញថាមានស្នាមជើងអ្វីម្យ៉ាងមុននឹងនាងបានស្លាប់នាងក៏បានឃើញវាផងដែរតាមពិតទៅនាងបានបុកបិសាចមួយក្បាលដែលឈរនៅកណ្ដាលផ្លូវជាហេតុធ្វើឲ្យនាងដួលយ៉ាងដូចនេះដែលមិញនេះគ្រាន់តែជា intro ក្បាលសាច់រឿងភាគទី5មួយរបស់យើងតែប៉ុណ្ណោះដែលនៅពេលនេះយើងបានឃើញថាមាននរណាម្នាក់បានស្រែកហៅឲ្យសាវរ៉ាន់ភ្ញាក់ពីគេ
អ៊ំស្រីម្នាក់នោះបានមកម៉ៅជាខ្លាំងដែលគាត់បាននិយាយថាសាវរ៉ាន់តែងតែចេញពីផ្ទះនៅពេលព្រឹកហើយចូលផ្ទះវិញនៅពេលយប់ហើយថែមទាំងមិនដែលជួយធ្វើការងារផ្ទះរបស់គាត់ទៀតផងដែលក្មេងស្រីដែលយើងបានឃើញពីក្បាលសាច់រឿងនោះគឺជាសាវរ៉ាន់នៅពេលនេះនាងពិតជាធន់នឹងអ៊ំស្រីរបស់នាងជាខ្លាំងនៅពេលនេះនាងគិតថានាងមិនគួរនៅទីនេះទៀតទេអ៊ំស្រីរបស់នាងមិនពេញចិត្តឲ្យនាងនៅទីនេះបន្តទៀតទេហើយនាងបានបន្តនិយាយទៅថានៅពេលដែលពេលវេលាមកដល់នាងនឹងធ្វើឲ្យម្ដាយរបស់នាងស្ដាយក្រោយនៅទង្វើដែលគាត់បានចាក់ចេញពីនាងនិងឪពុករបស់នាងកាត់មកដល់អ្នកមីងនិងលោកពូរបស់សាវរ៉ាន់វិញអ្នកមីងកំពុងតែរអ៊ូថាគាត់មិនចង់ឲ្យសាវរ៉ាន់នៅទីនេះទៀតទេប៉ុន្តែលោកពូរបស់សាវរ៉ាន់គឺជាមនុស្សល្អគាត់បាននិយាយថាសាវរ៉ាន់គឺជាក្មួយស្រីបង្កើតរបស់គាត់បើគាត់មិនមើលថែនាងតែអ្នកណាអ្នកមើលថែនាងទៅដល់ពេលនោះអ្នកមីងបានតបមកលោកពូវិញថាវាត្រឹមត្រូវហើយប៉ុន្តែអ្នកមិនគួរតម្រើសនាងពេកទេបើនាងជាក្មេងស្រីល្អមែននាងអាចរកប្រាក់ហើយចាក់ចេញពីផ្ទះយើងបានហើយនិយាយដូច្នេះហើយអ្នកមីងក៏បានចាក់ចេញពីផ្ទះទៅផ្សារទៅដល់ឃើញអ្នកមីងបានចាក់ចេញហើយលោកពូក៏ឲ្យសាវរ៉ាន់ចាក់ចេញមកដោយសារតែគាត់បានដឹងថាសាវរ៉ាន់បានលួចស្ដាប់ពួកគេនិយាយគ្នាកុំស្ដាប់សម្ដីរបស់អ្នកមីងឯងអីនាងគ្រាន់តែនិយាយចោលប៉ុណ្ណោះឥឡូវនេះឆាប់ទៅលុបមុខនិងមកញ៉ាំអាហារពេលព្រឹកនៅពេលនេះសាវរ៉ាន់កំពុងតែលុបមុខហើយយើងក៏បានសង្កេតផងដែរថាមានស្រមោលអ្វីយ៉ាងនៅទ្វារបន្ទប់ទឹកហើយយើងក៏បានឲ្យដឹងបន្ថែមទៀតថាពូរបស់សាវរ៉ាន់កំពុងតែលើបមើលនាងពីខាងក្រោយអាហារធ្វើឲ្យសាវរ៉ាន់នាងមានជាការឆ្ងល់ជាខ្លាំងហើយអ្វីបានជាលោកពូរបស់នាងមកឈើពីក្រោយនាងទៅវិញលោកពូបាននិយាយថាបានជាគាត់មកទីនេះគាត់គ្រាន់តែមកយកថ្នាំដុសធ្មេញតែប៉ុណ្ណោះហើយសាវរ៉ាន់បានតបទៅវិញថាបើសិនជាអ្នកធ្វើបែបនេះនៅពេលយប់ខ្ញុំពិតជាភ័យខ្លាចណាស់ដល់លោកពូគាត់បានសុំទោសទៅសាវរ៉ាន់បន្ទាប់មកលោកពូបានឈោងទៅយករបស់សម្អាតហើយគាត់បាននិយាយថាសាវរ៉ាន់ក្លិនសក់របស់អ្នកពិតជាក្រអូបណាស់អូលោកពូយ៉ាងទៅអីលោកពូដែលគាត់បានសម្លឹងទៅមើលដើមទ្រូងរបស់សាវរ៉ាន់ហើយនិយាយថាមួយព្រឹកភ្នែកសោះនាងក៏បានធំទៅហើយដោយលោកពូបាននិយាយថាគាត់បានឃើញទឹកប្រាក់ចំនួន500យួនរត់ចូលក្នុងទូរស័ព្ទដៃរបស់សាវរ៉ាន់ហើយគាត់បានសន្មតថាសាវរ៉ាន់បានទៅធ្វើការងារបម្រើភ្ញៀវនៅពេលយប់ដូច្នេះហើយគាត់ចង់ឲ្យសាវរ៉ាន់បម្រើគាត់នឹងឲ្យប្រាក់មួយចំនួនទៅនាងដោយសាវរ៉ាន់នាងពិតជាខកចិត្តខ្លាំងណាស់ដោយនាងបានគិតថាពូរបស់នាងគឺជាមនុស្សល្អប៉ុន្តែគាត់គឺជាចចកដែលលាក់ខ្លួនក្នុងស្បែកជើងទៅវិញហើយនាងក៏បានទាត់ផ្លោកពូរបស់នាងព្រមទាំងនិយាយទៀតថានាងនឹងចាក់ចេញពីទីនេះហើយមិនត្រឡប់មកវិញម្ដងទៀតទេពេលនេះសាវរ៉ាន់នាងបានចាក់ចេញហើយពេលនេះនាងពិតជាមានការឃ្លានជាខ្លាំងនាងបានសង្កេតឃើញថាគ្រួសារអ្នកដទៃពួកគេពិតជាមានក្តីសុខហើយនាងបានសន្យានឹងខ្លួនឯងថានាងត្រូវតែរកប្រាក់ឲ្យបានច្រើនតាមដែលអាចធ្វើបានហើយបានកំណត់គោលដៅក្នុងមួយថ្ងៃ1000យួនដល់ថ្ងៃនេះនៅម៉ោង9ព្រឹកនាងបានទៅធ្វើជាតារាម៉ូដែលនៅម៉ោង1:10នាទីថ្ងៃនាងបានទៅធ្វើជាអ្នករកតុកហើយនៅម៉ោង6:30នាទីល្ងាចនាងបានទៅធ្វើជាអ្នក delivery ដល់នៅពេលនេះមានបុគ្គលិកម្នាក់គេពិតជាឆ្ងល់ហេតុអ្វីបានជាក្មេងស្រីដូចជាសាវរ៉ាន់បែរជាមកធ្វើជាអ្នក delivery យ៉ាងដូចនេះដែលល្អមចំណាស់បានតបទៅវិញថានាងមិនត្រឹមតែធ្វើការជាអ្នក delivery មួយនេះទេពីថ្ងៃមិញនាងក៏បានធ្វើការជាច្រើនទៀតផងដែរហើយគាត់មិនដឹងថាសាវរ៉ាន់ធ្វើការធ្ងន់បែបនេះដើម្បីអ្វីទេប៉ុន្តែរឿងដែលគាត់ដឹងនោះគឺសាវរ៉ាន់គឺនាងស្រឡាញ់ម៉ូតូធំរបស់នាងណាស់ហើយប្លង់គេក៏បានកាត់មកដល់ផ្សាររាត្រីមួយកន្លែងដែលពេលនេះអាទូរបស់យើងកំពុងតែដើរទិញ AC ភ្លាមនោះសាវរ៉ាន់បានជាកាត់អាទូឆឹងស៊ីរបស់យើងហើយឆឹងស៊ីគេក៏បានបើកត្រីបិសាយហុងស៊ុយគេចេញមកព្រមទាំងបានឃើញថាមានសរសៃអំបោះជាច្រើនដែលបានភ្ជាប់ចេញពីខ្លួនរបស់សាវរ៉ាន់ហើយសាច់រឿងរបស់យើងក៏ចប់នៅត្រឹមនេះ